ចំនួនគឺវាខុសពីស្រុកខ្មែរយើងអញ្ចឹងវាក៏ជាអារម្មណ៍មួយប្លែកផងដែរនិយាយទៅអញ្ចឹងដែរតើតើជាមួយនឹងការធ្វើដំណើរពីទីតាំងទី1ទៅទីតាំងទី2ហ្នឹងគឺរយៈពេលយូរមែនតើបងប្អូនខ្ញុំជិះសឹង10ម៉ោងជាងចេញពីម៉ោង8ព្រឹកទៅដល់នោះម៉ោង4ម៉ោង5ភ្លឺបងប្អូនចំណេះរយៈពេលយូរមែនតើក្នុងការជិះលើរថយន្តបងប្អូនហើយនេះគឺជាអាហារដែលយើងកំពុងយកមកញ៉ាំដើម្បីជាការទ្រពោះធ្វើដំណើរបន្តទៀតអញ្ចឹងណាបងប្អូននិយាយទៅតាមផ្លូវនៅក្នុងរៀងសម្បូរភ្នំហើយស្មៅអីដែរបងប្អូនហើយជាពិសេសរុក្ខជាតិដើមត្បូងយក្សច្រើនមែនតើបងប្អូនហើយនេះគឺជាការធ្វើដំណើរទៅបន្តហើយដោយសារតែយើងយូរពេកយើងក៏ចូលមកពេកយូរម្ដងទៀតហើយនិយាយទៅខ្ញុំជំរាបចឹងការធ្វើដំណើរពីរៀងយូរមែនតើបងប្អូននៅលើឡានហ្នឹងអញ្ចឹងណា